សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំធ្វើម្ហូបពេលល្ងាចបន្ទាប់ពីខ្ញុំមកពីសាលារៀនមកពីពិសោធន៍ធ្វើការងារវិញដូចជាថ្ងៃនេះខ្ញុំខទំពាំងជាមួយនឹងទំពាំងប្រៃគឺពងមាន់និងសាច់មាន់ទំពាំងប្រៃគឺខ្ញុំយកមកពីស្រុកខ្មែរបាទហើយនឹងមានម្ហូបផ្សេងទៀតក្នុងទីនេះគឺអត់មានពងទាទេគឺមានតែពងមាន់ហើយខ្ញុំក៏ស្ងោរបន្ទាប់ពីស្ងោរឆ្អិនហើយខ្ញុំក៏ត្រាំទឹកត្រជាក់ដើម្បីឲ្យងាយស្រួលបកបន្ទាប់មកខ្ញុំយកម្រំលីងជាមួយនឹងស្ករឲ្យវាឡើងក្រហមកុំឲ្យបែកហើយនឹងដាក់សាច់ជ្រូកឬក៏សាច់មាន់ដែលខ្ញុំខនឹងថ្ងៃអញ្ចឹងថ្ងៃនេះខ្ញុំចង់ហូបអីថ្ងៃនោះខ្ញុំចង់ហូបអីខ្ញុំហូបម្នាក់ឯងមិនតែខ្ញុំធ្វើច្រើនដោយសារតែខ្ញុំធ្វើម្ហូបពេលល្ងាចទុកហើយព្រលឹមឡើងខ្ញុំគ្រាន់តែក្រោកដើម្បីមិនបាយកុំឲ្យរំខានអ្នកបន្ទប់ជិតខាងអញ្ចឹងដូចជាថ្ងៃនេះខ្ញុំស្ងោរស៊ុបឆ្អឹងជំនីជ្រូកហ្នឹងហើយខ្ញុំចង់ញ៉ាំអីគឺខ្ញុំធ្វើនឹងដោយសារខ្ញុំចេះធ្វើម្ហូបអញ្ចឹងណាហើយថ្ងៃបន្ទាប់ទៀតខ្ញុំធ្វើឆាស្ប៉ាហ្គេទីមិនតែខ្ញុំអត់ចេះធ្វើបែបអឺរ៉ុបទេគឺខ្ញុំធ្វើដោយមានថែមបន្លែថែមអីអញ្ចឹងដោយសារតែខ្ញុំហូបបន្លែច្រើន